មើលទេសភាពស្ទឹងកែវនេះណាទេសភាពស្ទឹងកែវខ្ញុំសូវដែលបានមកដល់ហ្នឹងហងយូរខ្ញុំបានមកដល់ម្ដងអញ្ចឹងខ្ញុំថតទុកអនុស្សាវរីយ៍ស្ទឹងកែវមើលទេសភាពស្អាតមកទេសភាពស្អាតមកទេសភាពស្ទឹងកែវថតអនុស្សាវរីយ៍មានដើមស្ទៃដោះទៅសងតាមដងជ្រុះតាមជ្រុះស្ទឹងកែវដើមរសេដោះទៅសងតាមដងជ្រុះស្ទឹងកែវខ្ញុំជិះម៉ូតូមកស្ពានស្ទឹងកែវជ្រុះស្ទឹងកែវនេះខ្ញុំជិះម៉ូតូមកស្ទឹងកែវដល់នេះហើយថតលេងដល់នេះហើយថតលេងទុកអនុស្សាវរីយ៍តែមកដល់ស្ពានស្ទឹងកែវនេះម៉ូតូខ្ញុំនេះខ្ញុំជិះម៉ូតូមកពីអ្នកអសង្កេតនេះមកដល់ស្ពានស្ទឹងកែវជិះម៉ូតូស្ទឹងកែវដល់ស្ពានស្ទឹងកែវតែខាងនេះស្ពានម្ដងនេះស្ពានម្ដងនេះស្ទឹងខាងនេះស្ពានស្ទឹងកែវខេត្តកំពតមកថតទេសភាពក្នុងមានភ្នំទៀតភ្នំស្អាតដែរនេះស្ទឹងកែវទេសភាពស្អាតដែរស្ទឹងឯនោះភ្នំនេះសើស្គាល់ដែរនេះចង់ច្រឡំនឹងភ្នំគេទេសភាពស្ទឹងកែវក្នុងស្ពានស្ទឹងកែវហើយនឹងទឹកជ្រោះស្ទឹងកែវមកស្ពានស្ទឹងកែវទឹកជ្រោះស្ទឹងកែវបានមកដល់ស្ទឹងកែវស្ពានស្ទឹងកែវថតទុកអនុស្សាវរីយ៍ខ្ញុំចូលបានមកដល់ថតដែរថតណាស់ទេសភាពស្ទឹងកែវមកជុំបងប្អូននៅក្នុងប្រទេសក្រៅប្រទេសមើលស្អាតប៉ុណ្ណាខ្ញុំបានឃើញមកផ្ទាល់មើលតាមរយៈវីដេអូខ្ញុំជន់ធនស្គាល់ហើយបានស្គាល់បានសប្បាយរីករាយកម្សាន្តលេងទេសចរលក្ខណៈទេសចរមើលទេសភាពមើលទិដ្ឋភាពស្ទឹងមិនសប្បាយមិនស្អាតប៉ុណ្ណាបានចុះទៅដល់ស្ទឹងថតទៅលើស្ពានហ្នឹងក៏បានចុះស្ទឹងឆ្ងាយពេកជ្រៅពេកទាំងមើលនេះជ្រៅស្ញើបមើលលើស្ពានអោនទៅក្រោមចំស្ញើបអត់ហ៊ានមើលទៅឆ្ងាយចឹងថតយកឆ្ងាយថតទៅក្រោមអត់ហ៊ានថតខ្លាចស្ញើបហ៊ានមើលទៅក្រោមក៏ដើរវាងតាមផ្លូវដីចុះទៅនោះទៅដល់ឯស្ទឹងអាហ្នឹងបានចុះដល់ស្ទឹងហើយមកដល់លើនេះមើលក្រោមត្រង់មកអត់ហ៊ានមើលទេញ៉ើបខ្ញុំធនមកដល់កន្លែងស្ពានស្ទឹងកែវថតយកផ្ដិតយករូបភាពទេសភាពដ៏ស្រស់ស្អាតរបស់ស្ទឹងកែវជូនសប្បុរសជនក្នុងប្រទេសក្រៅប្រទេសមើល channel របស់ធនជាទីនៅផលិតសានលេងទេសភាពស្ទឹងដល់ស្ទឹងស្ពានស្ទឹងកែវនោះជិះម៉ូតូមកឆ្ងាយណាសក់កញ្ញាអស់គ្មានក្រាស់គ្មានអីណាសិតទេសក់កញ្ញាអស់នោះក៏ងានយំតាមមកស្ទឹងក៏ងានយំព្រៃព្រឹក្សាតែខាងនោះក៏មានភ្នំមកខាងក្រោយនេះក៏មានភ្នំខាងក្រោយនេះក៏មានភ្នំស្ទឹងកែវនេះក៏មានភ្នំមានស្ទឹងហើយមានដើមឫស្សីដុះប្របមួយមាត់ស្ទឹងហើយមានភ្នំមានស្ទឹង
tầng hay miền đào thì sẽ đọc prop và tầng ấy mơ tầng kháng lúc như nụm đà nó chẳng hái thọt lại khác ăn sẽ bắt lo lại ha ăn lại ha ăn sẽ bắt lo thật chứ chẳng này mơ sẽ cho này chẳng này xong chừng nuôi thọt nó xong chừng nuôi nhà chuồn sập rồi chôn nông tê cào tê xong chừng nuôi chôn xong chừng nuôi ốp tham ai chôn tam ê bị ế chôn thọt giờ tê xuyên áp nhà chôn sập rồi chôn nông tê cào tê mơ vậy thì nó lấp xong chừng nuôi sập rồi chôn nông tê cào tê mơ chỉ cắt vào đó ăn miền bờ thọt tập cái này ngày này miền bàn chọt thọt là đó giờ tôi thọt vào đóเราchỉ cắt đãจาก bàn miền bờ thọt ở đại bàn thọtอันนี้miền bờ thọt thọt được từng thọt bàn do mình đang phủ trắng ngay hồng ấy hoặc cho tự chặt hoặc là hai cho là hai cho là bỏ hai là hai